ឈ្មោះមកហោមកនេះហ่าបងប្អូនខ្ញុំស្ដាប់ហើយគឺថាចង់ទៅសោយរហូតហ្មងណាកឡុកកលៀនកោជាមួយនឹងល្ងសនិយាយពីថាក្លិនគេគឺថាជះមកឡើងឈ្ងុយខ្លាំងតែម្ដងណាព្រោះអីមានតាំងពីជីវ៉ាន់ស៊ុយមានតាំងពីសណ្ដែកដីខ្ទឹមសខ្ទឹមក្រហមអីហ្នឹងណាដាក់មកអស់ហើយប៉ុន្តែចំពោះគ្រឿងក្នុងវិញណាគឺថាយើងមានចម្រុះពី3មុខមានតាំងពីបេះដូងមានតាំងពីថ្លើមកលៀនកោអីហ្នឹងម្ហូបមកមុខនេះហ่าយើងយករសជាតិរៀងជូរល្មមហើយដាក់ម្ទេសច្រើនទៅកាន់តែហឹលកាន់តែឆ្ងាញ់ជាពិសេសធ្វើមួយអាចជាខ្លាំងហ្មងសម្រាប់គ្រឿងផ្សំវិញខ្ញុំមានគ្រឿងក្នុងគោក៏ដូចជាជីវ៉ាន់ស៊ុយក្រូចឆ្មាម្ទេសសណ្ដែកដីល្ងសយើងនឹងបងប្អូនជាដំបូងហ្នឹងយើងបើកហ្គាសដាក់ខ្ទះហើយយើងដាក់គ្រឿងក្នុងគោយើងចូលតែម្ដងទៅបន្ថែមជាមួយនឹងម្សៅស៊ុបក៏ដូចជាគោជីវ៉ាន់ស៊ុយដើម្បីកាន់តែឈ្ងុយណាបន្ទាប់មកយើងដាក់ទឹកចូលគ្របទុកឲ្យវាមកឆ្អិនទៅឆ្លៀតពេលហ្នឹងក៏មកហាន់ជាមួយនឹងជីវ៉ាន់ស៊ុយយើងឲ្យហើយបន្ថែមជាមួយនឹងម្ទេសក៏ដូចជាក្រូចឆ្មាផងដែរចំពោះក្រូចឆ្មានេះខ្ញុំដាក់ចំនួន1ផ្លែនឹងហ្មងហើយម្ទេសវិញខ្ញុំដាក់ប្រហែលជា2-3គ្រាប់នឹងបងប្អូនហាន់បន្លែគ្រឿងផ្សំរួចរាល់ហ្នឹងណាក៏ឆ្លៀតមកមើលគ្រឿងក្នុងគោនេះវិញយើងដាក់ក្របស្ងោរវាមកឆ្អិនទៅហើយកុំភ្លេចជាមួយនឹងខ្ទឹមសខ្ទឹមក្រហមដែរបងប្អូនបន្ទាប់ពីគ្រឿងក្នុងឆ្អិនហើយនឹងយើងចាប់ផ្ដើមស្រង់វាចេញបានហើយស្រង់ចេញហើយហ្នឹងយើងយកវាទៅលាងជាមួយនឹងទឹកស្អាត3-4ទឹកចឹងទៅឲ្យស្អាតអញ្ចេះហើយចាំយើងយកមកហាន់ចំពោះសាច់នេះខ្ញុំហាន់រៀងប្រទះស្ដាំងណាបងប្អូនម្ហូបមួយមុខនេះយើងអាចដាក់ជាមួយនឹងពោះគោ100ស្ទាប់ឬក៏លកជាជ្រូកអីហ្នឹងក៏បានដែរនិយាយទៅយើងចូលចិត្តសាច់អីយើងដាក់សាច់នោះទៅណាអត់មានរើសទេថ្ងៃនេះមានអារម្មណ៍ថាបេះដូងខ្លួនឯងដូចជាចុកខ្សោយដល់ហើយអញ្ចឹងក៏សម្រេចចិត្តថាទៅទិញបេះដូងគោហ្នឹងយកមកញ៉ាំដើម្បីយកមកបើបេះដូងខ្លួនឯងវិញអញ្ចឹងណាបន្ទាប់ពីហាន់សាច់ហើយហ្នឹងយើងចាប់ផ្ដើមមកបើកហ្គាសហើយដាក់ឆ្នាំងឲ្យរៀងឡើងក្តៅបន្តិចចាំយើងដាក់ប្រេងឆាចូលបន្ទាប់មកយើងដាក់ជាមួយនឹងល្ងសយើងចូលណាយើងទុកវាឲ្យឡើងក្រហមឆ្លៀតពេលហ្នឹងក៏មកដាក់សាច់ក្នុងកធុនទៅហើយគ្រឿងផ្សំយើងមានទាំងប៉ុន្មានហ្នឹងយើងដាក់ចូលទាំងអស់មកបន្ថែមជាមួយនឹងសណ្ដែកដីដែរចំពោះគ្រឿងទេសខ្ញុំដាក់ប៊ីចេងស្ករសម្សៅស៊ុបជាមួយនឹងទឹកស៊ីអ៊ីវផងដែរយើងទុកម្លែកឆ្លៀតមកមើលល្ងយើងវិញយើងកូរឲ្យរៀងឡើងក្រហមធ្វើមិនប្រេងឲ្យឡើងក្តៅអញ្ចឹងមកបងប្អូនបន្ទាប់ពីក្រហមហើយយើងចាក់ចូលក្នុងចានគ្រឿងរបស់យើងតែម្ដងទៅម្ហូបមុខនេះបើបានដាក់ជាមួយនឹងសាច់មាន់ស្រែអីទៀតកាន់តែជាតិហ្មងបន្ទាប់ពីយើងកូរគ្រឿងឲ្យចូលសព្វគ្នាបន្តិចហើយខ្ញុំបន្ថែមជាមួយនឹងក្រូចឆ្មាចុងក្រោយគេតែម្ដងចំពោះក្រូចឆ្មាវិញខ្ញុំដាក់ចំនួន1ផ្លែបងប្អូនកំពុងតែកូរហ្នឹងនិយាយពីថាក្លិនគេចាស់មកឈ្ងុយខ្លាំងតែម្ដងបើនិយាយពីគ្រឿងផ្សំគេចូលគ្នាអញ្ចឹងទៅឡើងទៅនងខ្លាំងមែនតើហ្មងណាហើយចុងក្រោយយើងរៀបចំដួសដាក់ចានអញ្ចឹងទៅរួចរាល់ហើយបងប្អូនហើយចូលចិត្តហឹលដាក់ម្ទេសឲ្យខ្លាំងកាន់តែឆ្ងាញ់ហ្មងណាមកពុកម៉ែបងប្អូនទាំងអស់គ្នាមកញ៉ាំក្លុកក្លៀនគោមួយល្ងសណាម្ហូបនេះថ្មីប្លែកហ្មងលក្ខណៈថាឡើងឈ្ងុយហ្មងណាមួយម៉ាត់ដែលខ្ញុំញ៉ាំមិញគឺថ្លើមតែយើងមកភ្លក់ជាមួយក្លៀននេះបានក្លៀនគោបងប្អូនគឺឡើងតំណមែនតើហ្មងមកមុខនេះបងប្អូនហើយយករសជាតិជូរហឹលកាន់តែឆ្ងាញ់ហ្មងជាតិហ្មងណាមកមុខនេះញ៉ាំមួយអាចជារត់តែពិសេសហ្មងមួយជីវ៉ាន់ស៊ុយអីសម្រាប់វីដេអូខ្ញុំថ្ងៃនេះហើយគឺមានតែប៉ុណ្្នឹងទេបើសិនជាមានខុសឆ្គងត្រង់ណាក៏សូមការអធិស្ឋានពីពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរជូនពរបងប្អូនមានសុខភាពល្អតែអ្នកមណាសូមមានសុខសុវត្ថិភាពជាពិសេសរកស៊ីទទួលទានមានបានអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត